បាទវីដេអូនេះខ្ញុំជូនបងប្អូនដែលគាត់ត្រៀមប្រឡងទី12បាទនៅក្នុងរយៈកាល2ខែទៀតអញ្ចឹងរយៈកាល2ខែទៀតបងប្អូនដែលគាត់ចប់ទី12គាត់ត្រូវប្រឡងណាអញ្ចឹងបងប្អូនដែលគាត់កំពុងតែគិតថាតើពេលប្រឡងរួចគួរតែចាប់ចំណេញអីដើម្បីទទួលបានប្រាក់ចំណូលខ្លះអញ្ចឹងណាខ្ញុំឲ្យ option បងប្អូន2បងប្អូនអាចរកការងារនៅពេលថ្ងៃបានបើមិនជាបងប្អូនគិតថាថ្ងៃចំណេញឬក៏អាចឆ្លៀតបានប៉ុន្តែសម្រាប់ការងារពេលយប់ខ្ញុំសូមបញ្ជាក់ថាមុខជំនាញការរកលុយជាមួយនឹង Facebook ការរកលុយជាមួយនឹង TikTok គឺជាមុខជំនាញមួយដែលខ្ញុំ recommend ខ្លាំងមែនទែនបាទហេតុអីបើខ្ញុំនិយាយអញ្ចឹងខ្ញុំសូមបញ្ជាក់ថាមុខជំនាញការរកលុយជាមួយ Facebook និង TikTok គឺជាមុខជំនាញមួយដែលនៅពេលដែលយើងគេងលក់ក៏យើងទទួលបានប្រាក់ចំណូលណាហើយខ្ញុំសូមបញ្ជាក់ថាប្រាក់ចំណូលគឺអត់មានដែនកំណត់ទេជារឿងមួយដែលងាយស្រួលមែនទែនប៉ះធ្លុយទៅយើងអាចរកចំណូលបានច្រើនអញ្ចឹងយើងអាចជួយទាំងគ្រួសារទៀតមិនចាំតែបងថ្លៃសាលាទេណាអញ្ចឹងខ្ញុំសូមបញ្ជាក់កន្លែងនេះជាការ recommend ទេសម្រាប់បងប្អូនដែលគាត់រៀនចប់ទី12ប្រឡងចប់ទី12រួចអត់ទាន់មានកន្លែងណាដែលគួរគិតថាអាចនឹងធ្វើបានខ្ញុំសូមបញ្ជាក់ថាមុខរបរជា MMO អាចថាជាបងប្អូនដែលគាត់ផលិតមាតិកាទៅលើ Facebook ទៅលើ TikTok ក្តីទៅលើ YouTube ក្តីសូមបញ្ជាក់ថានេះគឺជាមុខជំនាញមួយដែលឯករាជ្យមិនឈឺក្បាលមិនមានសម្ពាធហើយជាមុខរបរមួយដែលមានប្រាក់ចំណូលឥតដែនកំណត់បាទអញ្ចឹងសម្រាប់បងប្អូនគាត់ត្រូវការមេរៀនដែលច្បាស់បាទមេរៀនដែលត្រឹមត្រូវគ្រូដែលគាត់ support ចំចំណុចមេរៀនដែល update ហើយមេរៀនដែលច្រើនជាងគេបំផុតគឺបច្ចុប្បន្នមានចំនួន126មេរៀនទាំង Facebook ទាំង TikTok បាទកុំភ្លេចមកអ្នកគ្នាបាទ admin tech បាទអរគុណច្រើន